ពីម្សិលមិញបងប្អូនដូចតែបានដឹងអញ្ចឹងគឺថាខាងសៀមគឺបានដឹកនាំដល់ស្ថាបនិកដឹកអាចហ្នឹងគឺវាបានយកជាមួយនឹងកុងតឺន័រប្រហែលជា50កុងតឺន័រមកដាក់នៅខាងថ្មដានៅខាងពោធិ៍សាត់ស្រាប់តែមកដល់ក៏បានជួបជាមួយនឹងខាង AOT ពួកវាភ្ញាក់ផ្អើលតែម្ដងវាដាក់បាននៅល្ងាចមិញបងប្អូនកាលពីម្សិលមិញខែទី6ហ្នឹងគឺវាដាក់បាននេះស្រាប់តែព្រឹកនេះគឺនេះបងប្អូនកាមេរ៉ាគេនេះបងប្អូនថ្ងៃទី7ខែ2ឆ្នាំ2026គឺវេលាម៉ោង6ជាងព្រឹកបងប្អូនណាគឺវាមកដាក់ជាមួយនឹងកុងតឺន័រទាំងកលឹមតែម្ដងគឺវាបន្តធ្វើយ៉ាងកុកខ្លួនដោយមិនខ្លាចខាង AOT ខ្លាចអន្តរជាតិណាមើលមកឃើញថាប្រទេសវាអាក្រក់នោះទេសំខាន់គឺវាកំពុងតែធ្វើនេះគឺវាចង់បានលទ្ធផលអ្វីមួយដែលកំពុងតែស្អែកនេះបោះឆ្នោតហើយស្អែកនឹងគឺបោះឆ្នោតហើយគឺវាកំពុងតែធ្វើយកចិត្តប្រជាជនវាដែលវាកំពុងតែនិយាយថាគឺវាយកបានទឹកដីខ្មែរការយកបានរបស់វានឹងគឺវាថាវាកំពុងតែកុហកប្រជាជនវាដោយការប្រើមាត់និងប្រើទង្វើដ៏ថោកទាបបំផុតបើសិនជាអ្នកដែលគេចេះដឹងគេរៀនជ្រៅជ្រះគេអត់មានអបអរសាទរនឹងទង្វើឈ្លានពានប្រទេសគេបែបហ្នឹងទេសម្រាប់ខ្ញុំជាប្រជាជនម្នាក់ដែរខ្ញុំរៀនបានជ្រៅជ្រះទេតែខ្ញុំអាចមើលឃើញទង្វើមួយដែលខ្ញុំគិតថាខ្ញុំក៏ជាសាធារណៈដឹកនាំធំថាចេះបងប្អូនគឺខ្ញុំគិតថាថ្នាក់ដឹកនាំគាត់នឹងយល់ថាតើសត្រូវធ្វើបែបនេះការឈ្លានពានបែបនេះគឺសត្រូវកំពុងតែចង់ធ្វើអ្វីលទ្ធផលចង់បានអ្វីហើយសម្រាប់ពួកយើងគឺយើងក្តៅណាស់យើងក្តៅដូចភ្លើងដោយសារអីយើងគឺកំហឹងយើងខឹងវាថាចង់សឹងតែសម្រុតលោកកុងតឺន័រនោះបោះចោលវាយពួកអាសៀមនោះគូសឹងតែដាល់មកអស់ចិត្តយើងខឹងគណៈថាចង់អស់អីអស់ទៅឲ្យតែបានឈ្នះសៀមរបៀបអញ្ចឹងតែអ្វីបានជាយើងគិតអញ្ចឹងដោយសារតែអញ្ចឹងមិនគេឲ្យយើងជាប្រជាជនជារាជធម្មតាបើសិនតែយើងឡើងទៅធ្វើអ្នកគ្រប់គ្រងប្រទេសប្រកាសជាអាលាយឯងបងប្អូនព្រោះថាសត្រូវវាអត់មានខ្លាចនៅក្នុងការដែលយើងបាញ់វាតតាំងជាមួយវាដោយការប្រើកម្លាំងទេវាអត់មានខ្លាចទេបងប្អូនតែអ្វីដែលវាខ្លាចបំផុតនោះគឺច្បាប់គឺกระดาษមួយសន្លឹកចេញពីគេហៅថាអន្តរជាតិច្បាស់លាស់ជាกระดาษមួយដែរវាអាម៉ាស់មុខជាទីបំផុតហើយវាកំពុងតែគិតថាវាអត់ខ្វល់ពីអន្តរជាតិអត់ខ្វល់តែចុងក្រោយវាត្រូវតែទទួលយកបងប្អូនដោយសារអីថៃគឺកំពុងតែដាំក្បាលសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងណាស់ការដែលធ្វើនេះគឺវាកំពុងតែអត់មានគិតពីប្រជាជនអត់មានការគិតថាចំណូលវាកំពុងតែដាំក្បាលចុះសេដ្ឋកិច្ចវាធ្លាក់វាអត់គិតទេវាអត់ខ្វល់ទេសំខាន់វាយកខ្មែរជាខែនេះគឺជាឆាកល្ខោនរបស់ថៃបើសម្រាប់ខ្ញុំវិញគឺខ្ញុំរៀនបានជ្រៅជ្រះទេតែខ្ញុំយកអាភាពខឹងភាពឆៅឆាវឆ្ងល់របស់ខ្ញុំនេះថាចេះតាថៃកំពុងតែធ្វើអីខ្ញុំយកអាហ្នឹងទៅអង្គុយស្ដាប់ប្រវត្តិសាស្ត្រការដែលគេដឹកនាំប្រទេសសិក្សាសង្គ្រាមអីហ្នឹងស្ដាប់បានតាមបន្តិចយល់នឹកឃើញចំណុចត្រង់ថាចេះសម្រាប់ខ្ញុំជាប្រជាជនធម្មតាម្នាក់ឯងខ្ញុំខឹងខ្ញុំគិតថាវាដុតយើងត្រូវក្តៅហើយដោយសារតែនេះវាកំពុងតែដុតយើងហើយវាដុតយើងឲ្យក្តៅឲ្យប្រជាជនវាត្រជាក់បងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំគិតថាចេះបើសិនតែយើងប្រជាជនយើងក្តៅរដ្ឋាភិបាលយើងក្តៅទៀតអូប្រហែលជាខ្ញុំអត់បានអង្គុយមកនិយាយអញ្ចឹងទេបងប្អូនអាចកំពុងតែរកស៊ីមើលវីដេអូខ្ញុំនឹងទេខ្ញុំបានឃើញចំណុចមួយដែលសារតែខាងរាជរដ្ឋាភិបាលគឺគាត់យកប្រយោជន៍ជាតិជាធំណាស់បងប្អូនគាត់អត់មានប្រើកំហឹងឬក៏ឆេវឆាវឬក៏ចង់ឈ្នះចាញ់មកពេលធ្វើឲ្យមានការខូចខាតផ្ទះបងប្អូនដែលនៅម្ដុំដែលថៃកំពុងតែឈ្លានពានហ្នឹងកាន់តែរីករាលដាលធំកាន់តែបង្កសង្គ្រាមធំធ្វើឲ្យខូចខាតទេបើចុងក្រោយនៅតែអង្គុយតុកចរចាសញ្ញាទៅលើកណ្ដាស់កិច្ចព្រមព្រៀងថាយល់ព្រមទៅលើផែនទីស្របច្បាប់ដដែលសួរថាតែយើងប្រើកម្លាំងមកឲ្យខ្ទេចប្រទេសយើងធ្វើអ្វីព្រោះថាចុងក្រោយថៃមិនអាចគេចចេញពីការអង្គុយតុកចរចាចុះហត្ថលេខាព្រមព្រៀងយល់ព្រមរើទីតាំងនឹងចេញដដែលទេប៉ុន្តែវាចំណាយពេលបងប្អូនត្រូវដឹងថាការឈ្លានពានរបស់ប្រទេសមួយគឺមិនមែនប្រើពេលមួយថ្ងៃមួយខែដោះស្រាយគ្នាចេញទេគាត់ថាវាធ្វើអញ្ចឹងយើងឃើញនឹងភ្នែកយើងវាតឹងចិត្តសួរថាបើតឹងចិត្តហ្នឹងតែយើងទៅធ្វើយ៉ាងម៉េចយើងទៅវាយជាមួយថៃយើងទៅបាញ់បោះជាមួយថៃចុងក្រោយបានអីមកអត់យើងវាយវាអស់10នាក់វាឡើង20នាក់វាឡើង20នាក់វាឡើងមក30 40 50គឺតរហូតមិនងាយចប់ទេមានតែភាពខ្ទេចហើយនឹងខ្ទេចដល់តែពេលខ្ញុំគិតចំណុចកន្លែងនេះខ្ញុំគិតថារាជរដ្ឋាភិបាលយើងគឺគាត់ឆ្លាតបងប្អូនណាគឺនៅពេលដែលវាឈ្លានពាននៅចុងក្រោយគឺវាគេអត់ផុតពីតុកចរចាវារើអាកុងតឺន័ររើលុះរើអីចាញ់សួរថាកន្លែងយើងមានខូចខាតដល់បងប្អូនទូខូចខាតក៏យើងទាបានសំដងនៅក្នុងឯកសារសវត្ថដែលវាចុះកិច្ចព្រមព្រៀងដែរពួកអីយើងលេងតាមផ្លូវច្បាប់តែបើយើងយកកម្លាំងទៅវាយនឹងកម្លាំងភ្លើងទល់នឹងភ្លើងវាស្មើនឹងខ្ទេចសងខាងយើងនឹងអត់ទទួលបានជាមួយនឹងសំណងពីថៃមកទេអ្វីដែរថ្នាក់ដឹកនាំគាត់ធ្វើនេះមិនមែនគាត់មកប្រាប់ខ្ញុំទេតែខ្ញុំយល់ឃើញខ្លួនឯងគឺយើងនឹងទទួលបានសំណងដោយសារតែយើងមិនប្រើក្តៅទៅជាមួយនឹងសៀមទេយើងប្រមូលជាមួយនឹងផុសតាំងទាំងអស់ដែលថៃឈ្លានពានពាក្យថាឈ្លានពានរំលោភដែនអធិបតេយ្យនឹងគឺជាការដែលខុសច្បាប់ធ្ងន់ធ្ងរបងប្អូនអញ្ចឹងយើងអាចទាញសំណងមកបានវិញទាំងអស់មកជួសជុលផ្ទះសាងសង់ប្រាសាទយើងបានមកវិញគាត់ថាវាមិនមែនឥឡូវទេបើសួរថាអង្កាលគឺមិនមែនឥឡូវតែនឹងបានបងប្អូនណាខ្ញុំជឿយល់ពីអារម្មណ៍បងប្អូនខឹងដោយសារតែបងប្អូនយើងគិតថាអូជាដីយើងខ្លាចបាត់បង់ដីយើងអញ្ចឹងទៅគេមកឈ្លានពានហេតុអីបានត្រឹមតែឈរមើលអានេះគឺជាចៅបងប្អូនចៅឲ្យគ្នាវាគឺវាលើកមកគឺវាចង់ឲ្យយើងនឹងក្តៅបាញ់វាហើយកាលណាដែលយើងបាញ់វាយើងខូចខាតប្រយោជន៍ធំទាំងអស់តែម្ដងដូច្នេះគេអត់ប្រើអាភាពឆៅឆាវអត់បានគិតដើរខុសតែបន្តិចធ្លាក់ជ្រុះបងប្អូនអាលៀបអញ្ចឹងអូខ្ញុំនិយាយមែនខ្ញុំមកបានរៀនដិតដល់ទេតែខ្ញុំបានគិតចំណុចកន្លែងហ្នឹងសង្ឃឹមថាបងប្អូននឹងគិតឃើញចំណុចកន្លែងហ្នឹងយើងកុំប្រើកម្លាំងទៅវាយកម្លាំងបងប្អូនគឺគេអត់ធ្វើអញ្ចឹងទេខូចខាតប្រយោជន៍ធំណាស់ជាពិសេសគឺខូចខាតបងប្អូនរកស៊ីអត់បានបាត់បង់ចំនួនវីរៈកងទ័ពហើយបាត់បង់ទាំងប្រជាជនទៀតវាអាចធ្វើឲ្យយើងខឹងដល់ការវាយផ្ទះចោលវាយវត្តអារាមវាយសាលាអីនឹងចោលបានតែដីរបស់យើងបងប្អូនអត់បាត់ទេខ្ញុំទៅតែជឿជាក់អញ្ចឹងថាអត់បាត់ទេដីយើងបងប្អូនវាធ្វើនេះវាធ្វើដើម្បីឲ្យប្រជាជនវាសប្បាយចិត្តឲ្យប្រជាជនយើងខឹងណោ
ទៅខំដល់ថ្នាក់ដឹកនាំយើងនោះបាច់បាក់ឆ្លោះគ្នាវាសុបាយចិត្តតែវាកាន់តែធ្វើវាកាន់តែហែកស្បែកមុខខ្លួនឯងឲ្យប្រទេសជាច្រើនបានឃើញកម្ពុជាបានឃើញរូបភាពអញ្ចឹងទេគេជឿថាថៃល្អណាស់គេគិតថាកម្ពុជានឹងអាក្រក់អញ្ចឹងទៅតែឥឡូវនេះអ្នកណាក៏ថាថៃគឺឈ្លានពានដែរថៃឈ្លានពានកម្ពុជាតែកម្ពុជាបានប្រយោជន៍អ្វីពីការឈ្លានពានថៃអត់ទេបរទេសកាន់ជើងយើងច្រើនបរទេសមើលឃើញច្រើនពីថៃឈ្លានពានយើងគឺថៃឈ្លានពានយើងយ៉ាងពិតប្រាកដឥឡូវនេះមានបាត់ឈប់បាញ់ហ្នឹងគឺរយៈពេល1ខែជាងហើយគឺថាបងប្អូនភីសុកយើងគឺកំពុងតែអាចនឹងបន្តទៅនៅផ្ទះវិញបានមួយចំនួនហើយគឺមានការដែលថាពួកគាត់អត់ភ័យនៅក្នុងការបាញ់ផ្លោងគ្រាពួកគាត់ដូចអត់លក់មានអារម្មណ៍ថាភ័យអង្គុយបន់ស្រន់ធ្វើការងារអត់កើតអាហ្នឹងគឺមិនមែនជាថ្នាក់ដឹកនាំចង់បានទេបងប្អូនយើងវាយពីលើកហ្នឹងយើងគ្រាន់តែទប់ទល់ទេណាយើងអត់ទាន់វាយបកវិញខ្លាំងទេដូច្នេះយើងកុំប្រើកំហឹងឆើឆាវអូហើយចូលមកចង់ដាក់ក្បាលដាក់វាយអីអត់ទេបងប្អូនកុំកាត់អញ្ចឹងគេថ្នាក់ដឹកនាំគេអត់ប្រើអារម្មណ៍ឆើឆាវអញ្ចឹងទេដើរខុសគឺយើងចាញ់សៀមអីអញ្ចឹងយើងទុកចិត្តទៅលើថ្នាក់ដឹកនាំយើងទៅបងប្អូនហ្នឹងហើយអរគុណ